មកជន់សម្ដែងការសោកស្ដាយគ្រប់គ្នាគូស្នេហ៍របស់ម្ដាមដាបង្ហោះសម្ដែងមួយនេះតារាសម្ដែងរូបសង្ហាលោកបារីដែលគ្រប់គ្នាយល់ឃើញថាលោកកម្រនឹងបង្ហាញជីវិតឯកជនរបស់ខ្លួនណាស់ដល់ឡែកមួយរយៈចុងក្រោយនេះក្រោយពីបង្ហាញភាពស្និទ្ធស្នាលជាមួយនឹងម្ដាមដាដែលជាអ្នកលក់អនឡាញដ៏ល្បីឈ្មោះស្រាប់តែលោកបានចេញមុខប្រកាសក្តែងថាទំនាក់ទំនងរបស់ខ្លួនជាមួយនឹងម្ដាមដាគឺជាទំនាក់ទំនងស្នេហានិងគម្រោងរៀបការនឹងគ្នាយ៉ាងពិតប្រាកដយ៉ាងណាមិញក្រោយបង្កាត់ភ្លើងស្នេហ៍ជាមួយគ្នាអស់មួយរយៈពេលធំមកស្នេហាអ្នកទាំងពីរកាន់តែផ្អែមល្ហែមនិងស្អិតល្មុតនឹងគ្នាខ្លាំងណាស់ធ្វើឲ្យអ្នកគាំទ្រនាំគ្នាលួចច្រណែនគ្រប់គ្នាជាមួយគ្នានេះដែរនៅពេលថ្មីនេះតារាសម្ដែងលោកបារីបានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលបន្ទាប់ពីលោកបានបង្ហោះសម្ដែងថាសំទោសណា baby ដែលប៉ាហើយនឹងម៉ាក់មើលថែកូនមិនបានល្អមានឱកាសយើងជួបគ្នាម្ដងទៀត3ខែដែលយើងបាននៅក្បែរគ្នាតាមរយៈការបង្ហោះខាងលើនេះបានបង្ហាញឲ្យដឹងថាលោកជាមួយនឹងមិត្តស្រីរបស់លោកបានមានកូនមុនរៀបការក៏ប៉ុន្តែជាអកុសលកូននៅក្នុងផ្ទៃមិនបាននៅជាមួយនឹងពួកគេឡើយនេះគឺជារឿងដែលគួរឲ្យសោកស្ដាយជាទីបំផុតសម្រាប់គូស្នេហ៍មួយគូនេះ